ចាអញ្ចឹងកូនទាំងអស់គ្នាមាញ់អ្នកគ្រូបានរំលឹកកូនពីមេរៀនចាស់រួចហើយអញ្ចឹងបន្តទៅទៀតអ្នកគ្រូនឹងបង្រៀនកូនមេរៀនថ្មីថ្ងៃហ្នឹងអញ្ចឹងឥឡូវអ្នកគ្រូនឹងបង្រៀនកូនពីការស្គាល់សូរអក្សរថ្មីអញ្ចឹងថ្ងៃនេះយើងនឹងរៀនសូរថ្មីដែលប្រកបនឹងបបន្តកូនទាំងអស់គ្នាអញ្ចឹងនៅពេលឧទាហរណ៍មានតាអីសីមួយណាគាត់ដូចថាគាត់ស្រឡាញ់ផ្កាឬចង់បានផ្កាអញ្ចឹងណាតែកន្លែងហ្នឹងអត់មានផ្កាទេហើយគាត់ប្រើយុទ្ធសាស្ត្រឲ្យចេញជាផ្កាអាហ្នឹងគេហៅអីគេកូនចាជប់ឥឡូវកូនទាំងអស់គ្នាចាំស្ដាប់អ្នកគ្រូសិនអត់តន់ថាជាមួយអ្នកគ្រូណាជប់អ្នកគ្រូថាបង្ហាញម្ដងទៀតជប់ឥឡូវកូនចូលរួមថាជាមួយអ្នកគ្រូទាំងអស់គ្នាជប់ឲ្យលឺស្រុកគ្នាណាកូនឥឡូវកូនថាដោយខ្លួនឯងទៀតកូនចាល្អអញ្ចឹងលើពេលនេះយើងនឹងហាត់ប្រកបសូរព្យាង្គដោយដៃជុំនួយអញ្ចឹងកូនអត់តន់អនុវត្តធ្វើទេគ្រាន់តែមើលអ្នកគ្រូនឹងធ្វើបង្ហាញអញ្ចឹងមើលមកអ្នកគ្រូទាំងអស់គ្នាតើអ្នកគ្រូធ្វើដូចម្ដេចបន្ទាប់មកបានអ្នកគ្រូឲ្យកូនចូលរួមអនុវត្តធ្វើជាមួយអ្នកគ្រូទាំងអស់គ្នាអញ្ចឹងឥឡូវកូនធ្វើជាមួយអ្នកគ្រូអត់ធ្វើជាមួយអ្នកគ្រូអត់អត់ទេស្ដាប់សង្កេតមើលអ្នកគ្រូអញ្ចឹងឥឡូវអ្នកគ្រូធ្វើបង្ហាញឲ្យកូនមើលមកអ្នកគ្រូណាចូលនិងបជប់បន្តមួយជប់អ្នកគ្រូធ្វើបង្ហាញម្ដងទៀតចូលនិងបជប់បន្តមួយជប់កូនមករាអត់មើលអ្នកគ្រូឯងនិយាយគ្នាតែឥឡូវកូនចូលរួមអនុវត្តជាមួយអ្នកគ្រូទាំងអស់គ្នាឥឡូវចាំស្ដាប់សិនជានិងបបន្តមួយតែឥឡូវកូនធ្វើទាំងអស់គ្នាជាមួយអ្នកគ្រូជានិងបជាបន្តមួយជាប់កូនថាម្ដងទៀតជានិងបជាបន្តមួយជាប់ចាល្អមែនតើឥឡូវដល់វគ្គដែលកូនត្រូវអនុវត្តធ្វើដោយខ្លួនឯងចាឥឡូវកូនអនុវត្តដោយខ្លួនឯងតាត្រៀមចាស្ដាប់កូននឹងបបន្តមួយម្ដងទៀតឲ្យលឺជាងហ្នឹងតិចមើលកូនចាមួយទៀតកូនតូននឹងបបន្តមួយម្ដងទៀតចាកូននឹងបបន្តមួយចាល្អមែនតើឥឡូវផ្ទះដៃអស់ចាខ្លួនឯងមួយកូន